ហ៊ានណាស់ក្រុមហ៊ុនឡាន Forcing មួយនេះហ៊ានធានាម៉ាស៊ីនរហូតពេញមួយជីវិតព្រមទាំងផ្ដល់សេវាកម្មលាងឡានពេញមួយជីវិតដូចគ្នាហើយកាន់តែពិសេសរថយន្ត Forcing T5 Evo 2025នេះមានបំពាក់កៅអីម៉ាស្សាក្តៅត្រជាក់និងមានភាពទំនើបជាច្រើនទៀតមកជាមួយភាពស្រស់ស្អាតទាំងក្រៅទាំងក្នុងបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកមើលឡាន Forcing នៅនឹងកន្លែង showroom គេវិញម្ដងរថយន្ត Forcing T5 Evo 2025នេះជាប្រភេទ SUV មានរាង Sport Car ទំនើបស៊ីវិល័យចង្គៀងឡានឡើងកលិបហ្មងយ៉ាងគេវិញរលោងពណ៌ប្រេងម៉ាស៊ីនហើយស្រាប់រូបរាងពីមុខពីក្រោយចេញមកប្រណិតតាក់ទាញមែនតើស្តុបក្រោយ LED ដល់គេធ្វើវែងបាទមកឆ្នោតក្រោយទៅតឹងបែបនេះភ្លើងសញ្ញោប្រដេញមើលទៅអែមខ្លាំងចំណុចតាក់ទាញដែលបងប្អូនគួរតែទិញរថយន្តនេះមកប្រើដោយសារតែរថយន្ត Forcing នេះប្រើម៉ាស៊ីនជប៉ុន Mitsubishi ដោយមានធានាលើម៉ាស៊ីននឹងពេញមួយជីវិតហ្មងមានបំពាក់កាមេរ៉ា Record សុវត្ថិភាពតែ memory ទៅអាចថតរូបបានទៀត option កវាសជើងបាទសម្រាប់បើកហើយនឹងបិទគូតក្រោយចឹងគឺថាល្អមែនតើនៅពេលដែលយើងយូរអាវ៉ាន់អីច្រើនយើងមិនបាច់ចាំចុចយើងគ្រាន់តែកវាសជើងបិទបើកខ្លួនឯងហ្មងគ្រាន់តែបើកទ្វារមកខាងក្នុងឡើងស្អាតធំទូលាយមានពណ៌ខ្មៅលាយជាមួយនឹងពណ៌ខ្លាញ់ក្តាមដែលជាពណ៌ពេញនិយមជាពណ៌ signature សម្រាប់ឆ្នាំថ្មីនេះអេក្រង់កំសាន្តធំទំហំ 10.25 អ៊ីងចង្កូតវិញស្អាតជាប្រភេទ electronic ធូរងាយស្រួលក្នុងការកាត់ចង្កូតខាងឆ្វេងយើងអាចបញ្ជាតម្លើងហើយនឹងបន្ថយសំឡេងខាងស្ដាំមានចាក់គន្លងផ្លូវចាប់ផ្លាកសញ្ញាចរាចរណ៍និងមាន option កាមេរ៉ា360យើងអាចបង្វិលមើលមកជុំឡានយើងបានបាទសម្រាប់ប្រអប់លេខវិញជាប្រអប់លេខ 7 វ៉ែ Auto DCT ហើយកន្លែងប្រអប់នេះយើងអាចសាកទូរស័ព្ទបានហើយគ្រប់នេះវិញដូចកូនទូទឹកកកអញ្ចឹងយើងអាចក្លាសេទឹកសុទ្ធនិងភេសជ្ជៈមួយអែមម៉ាស៊ីនត្រជាក់យើងអាចបញ្ជានៅកន្លែងចង្កឹះលេខក៏បានលើ touch screen នេះក៏បានដែរដោយម៉ាស៊ីនត្រជាក់គេមានទាំងកៅអីខាងមុខនិងកៅអីខាងក្រោយដូចគ្នាសម្រាប់ដំបូលរបស់រថយន្ត Forcing គឺជាដំបូល Sunroof Panoramic Electronic បើកបានដល់ក្រោយអនុញ្ញាតឲ្យយើងឈរគយគន់មើលទេសភាពក្នុងស្រុកខ្មែរនៅពេលដែលយើងដើរលេងម្ដងចំណុចពិសេសមួយទៀតនោះមានមកជាមួយ option massage ព្រមទាំងកៅអីក្តៅនិងត្រជាក់ជួយសម្រួលក្នុងការបើកបោយូរជាពិសេសបងដែលឈឺចង្កេះឈឺអីហ្នឹងបាទអង្គុយបើកបដាយើងអាច massage បដានិយាយទៅកៅអីគឺថាមានផាសុខភាពតែម្ដងកៅអីខាងមុខមាន option memory seat ដែលយើងអាចសេរីកៅអីបានទាំង4បែបដោយកៅអី electronic យើងអាចសេរីទៅមុខទៅក្រោយឡើងលើចុះក្រោមដើម្បីយើងសេរីត្រូវ comfortable ក្នុងការបើកបរខាងមុខនេះគឺលយមែនតើគេមានកន្លែងសាកទូរស័ព្ទដោយមិនចាំបាច់ប្រើខ្សែទៀតមួយវិញទៀតយើងអាចភ្ជាប់ទូរស័ព្ទយើងទៅនឹងអេក្រង់ដើម្បីមើល Google Map ឬក៏ចាក់ចម្រៀងបញ្ជាពីទូរស័ព្ទយើងទៅអញ្ចេះបានតែម្ដងណាបងប្អូនហើយនៅពេលដែលចាក់ចម្រៀងគេមានភ្លើងរត់លើតាប្លូទៅតាមចង្វាក់ភ្លេងទៀតហើយ option ដែលកាន់តែពិសេសមួយទៀតនោះគឺថាពេលដែលយើងបើកបរគឺជួយចាប់គន្លងផ្លូវមិនឲ្យយើងធ្លាក់គន្លងផ្លូវពេលបត់ឆ្វេងស្ដាំលោតកាមេរ៉ា360ដឺក្រេដោយជួយឲ្យការបើកបរយើងនឹងប្រកបទៅដោយសុវត្ថិភាពដោយសារតែមាន option ចាប់ហ្វ្រាំងអូតូនៅពេលដែលយើងមិនបានឃើញឧបសគ្គហើយមាន option ចាប់ផ្លាកចរាចរណ៍មិនឲ្យយើងបើកលើលបឿនទៀតផងហើយបើនិយាយពីកម្រិតស៊ីប្រេងរបស់វាគឺតិចមែនតើ100គីឡូត្រឹមតែ 6.6 លីត្រប៉ុណ្ណោះឡាននេះមាន sensor មួយជុំ option ក៏ខ្ពស់តម្លៃសមរម្យ 30000 ជាងបងប្អូនទិញយកទៅប្រើទៅមិនខុសទេដោយសារតែគេមានធានាម៉ាស៊ីនពេញមួយជីវិតជារៀងរហូតជូនចំពោះម្ចាស់ដើមធានាទៅលើគ្រឿងបន្លាស់5ឆ្នាំឬ 150,000 គីឡូម៉ែត្រ free លាងរថយន្តនៅក្រុមហ៊ុនជារៀងរហូត free ប្រេងម៉ាស៊ីន2ដង free កម្រាលជើង1ឈុតនិងកម្រាលកូតក្រោយផងដែរហើយក្រុមហ៊ុនរថយន្ត Forcing ក៏នាំចូល model លក្ខណៈជាគ្រួសារ7កៅអីដែលមានផ្ទៃខាងក្នុងធំទូលាយហើយស្អាតប្រណិតទៀតផងសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចតាក់ទងទៅកាន់ page Forcing Cambodia ឬក៏ទំនាក់ទំនងផ្នែកលក់តាមលេខទូរស័ព្ទខាងក្រោមនេះបានបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា